អ្នកប្រធមពួកយើងត្រូវឡើងបោះចិត្តអស់ហើយគិតមិនទៅថ្ងៃនេះជាថ្ងៃគោលការណ៍របស់យើងមិននឹកស្មានថាមានមនុស្សចូលរួមច្រើនចឹងទេបងប្អូនតាំងចិត្តក្រានជាគ្រួសារទិញសម្រាប់តបបរទេសការពារគ្រួសាររបស់យើងទៅសម្រាប់តបបរទេសការពារគ្រួសារសម្រាប់តបបរទេសសម្រាប់ពួកបរទេសឲ្យវាត្រឡប់ទៅស្រុកវិញពួកយើងសម្រុកបាញ់ទៅវាយទំនួលទៅកាន់គ្រួសារទិញទៅម៉ែកុំចិនផ្ទះសាក់អីបងប្រុសប្រកាសជាមកវិញនេះយកទៅធ្វើដំណើរទៅមុខទៅរហូតក៏មានក្រោយបានទេខ្ញុំមិនទៅណាទេមករត់ជាមួយគ្នាស្លាប់ក៏ស្លាប់ជាមួយគ្នាពួកយើងគ្មានអ្នកណាស្លាប់ទេយកទៅហើយប្រាប់ដំណឹងទៅម៉ែឲ្យឆាប់ឡើងទៅឆាប់ឡើងទៅឆាប់ឡើងទៅកូនកុំមកវិញហើយមកវិញហើយម៉ែកូនកុំមកហើយជិញអាណាបងលោកបងទិញមិនតាន់មកវិញទេបងប្រុសនេះឯកាឡើងពួកយើងជួបតបបរទេសពួកវាសម្រាប់គ្នាយើងច្រើនណាស់សូមីកាចូលមកលើមីតបមនុស្សដែលទទួលកូនកំមុំត្រូវពួកយើងសម្រាប់នៅលើភ្នំក្បាលតោហើយល្អណាស់ពេលដែលនាងបែកពីទីនោះកូនយើងស្លាប់ឬក៏រស់ខ្ញុំអត់ដឹងទេលោកបងទិញគាត់ឲ្យខ្ញុំមកវិញមុនគាត់ថាគាត់នឹងមកតាមក្រោយទិញតែចុះយ៉ាងម៉េចហើយគេទៅរបួសឥឡូវសង្គ្រោះនៅទីពេទ្យនៅឡើយដាច់គៀបនៅចាំឲ្យទៀតពួកយើងយកអាវុធទៅជួយបានប្រុសទៅយកអាវុធទៅជួយបានប្រុសជួយមកប្រុសមកវិញកុំទៅណាម៉ៃហ្វាមួយតាចានាំឈិញអ៊ីងចូលបន្ទប់សម្រាប់បើគ្មានបញ្ជាកុំចេញមកឲ្យសាម៉ែទៅជួយបងប្រុសណាឈិញអ៊ីងគឺជាអ្នកនាំភ្លើងមិនហើយទៅជួយបងប្រុសម៉ែណាឈិញអ៊ីងនាំប្រុសយើងជួយបងប្រុសទៅអ្នកស្រីចាស់ឆាប់ជួយលោកបងទិញផងខ្ញុំនាំផ្លូវខ្ញុំស្គាល់ផ្លូវបើមិនចឹងប្រកាសជាយឺតពេលហើយអ្នកស្រីខ្ញុំសុំវចូលបន្ទប់វិញទៅឲ្យឆាប់ឡើងចូលបន្ទប់ទៅអ្នកស្រីឲ្យខ្ញុំជួយលោកបងទិញទៅឲ្យខ្ញុំលោកបងទិញទៅជួយលោកបងទិញទៅជួយលោកបងទិញទៅជួយលោកបងទិញបាត់ផ្លូវទាំងអស់អ្នកណាក៏មិនឲ្យចេញក្រៅដែរបាត់ផ្លូវឲ្យឆាប់ឡើងបានម៉ែពួកឯងទាំងអស់គ្នាឆាប់មកតាមយើងមកម៉ែធ្វើយ៉ាងណាក៏បើគេស្លាប់អ្នកនេះពិតជាមានប្រយោជន៍ខ្លាំងណាស់បើពិតមែនហើយគាត់ប្រហែលជាមិនស្រួលហើយឆាប់ឡើងឆាប់ជួយឈិនទៅពួកយើងត្រូវតែស្គ្រូគាត់ឲ្យបានណានេះគឺជាមជ្ឈិឲ្យឆាប់ឡើងទៅចាំប្រហែលទេពីភ្នំក្បាលតោមកផ្ទះចម្ងាយ10យោជន៍ឈិញអ៊ីងនិយាយថាតែចង់ឲ្យនាងមកវិញមនុស្សជាង100នាក់ហើយព្រមទាំងមានបងប្រុសពួកឯងជាអ្នកបាក់ផ្លូវក្រោយនោះបានន័យថាម៉េចនោះបានន័យថាគេរត់ទៅណាមិនរួចទេពួកឯងទៅក៏អត់ប្រយោជន៍ដែរចាំមនុស្សមកម៉ែចាំអ្នកណាឯងមានគេនិយាយទេមិនមនុស្សដែលយើងសង្គ្រោះមិនទាន់នោះឈ្មោះទិញតែចុងនោះគឺក្បត់ក្រហមដែលគេនិយាយនិយាយតែបាត់ដែរអ្នកគ្រូពេទ្យឈីមីងវៃចេញពីបន្ទប់វះកាត់អារម្មណ៍មិនស្ងប់សោះ
ពេលនេះអ្នកណាក៏គេនិយាយដែរឬមួយទិញតែចុងគឺជាអ្នកក្លាហានតែបិទក្រហមតែខ្លួនឯងកត់សរសើរឬយ៉ាងណាមិនមែនទេគាត់ប្រកាសជាមិនមែនទេឈីមីងវៃបានតាំងចិត្តត្រូវតែជួបលោកហើបាក់ជើងសិនដើម្បីសួរឲ្យបានច្បាស់លាស់អ្នកស្រីស៊ូចាន់ប៉ាំងគេនាំឆ្កែមកវងចូលមកចង់ជួបអ្នកស្រី ឲ្យគេចូលមក បាទជីអ៊ីជឹកខ្ញុំចុះខ្ញុំនឹងទៅផ្ទះតាមរនាង ខ្ញុំទៅផ្ទះវិញចាំបងជួយពាក់កងដៃឲ្យខ្ញុំ អ្នកស្រីចាកូនប្រុសអ្នកស្រីទិញតែចុងពេលនេះនៅក្នុងដៃជនបរទេស បងប្រុសអត់ទាន់ស្លាប់ទេខ្ញុំនិយាយឲ្យបងប្រុសសំណាងល្អមានរឿងអីស្លាប់ងាយៗនោះ មែនហើយសំពុនលើមតឧធាននិយាយថាទិញតែចុងគឺមេចៅកំបិតក្រហមពេលកាត់ក្តីហើយត្រូវតែប្រហារជីវិតហើយណា